ជាងនេះទៅទៀតសន្តិវិញ្ញាណបានឡើងកម្រិនចំនួន2ដោយមិនបានរំពឹងទុកចាប់តាំងពីពេលនោះមកហើយរោគសញ្ញាអាចត្រូវបានកែតម្រូវប៉ុន្តែដោយមិនគិតពីសមត្ថភាពបច្ចុប្បន្នរបស់សត្វស្វាវិញ្ញាណវាពិតជាមានតម្លៃក្នុងការប្រឈមមុខនឹងហានិភ័យជាមួយនឹងផែនការរបស់គាត់បានសម្រេចចិនគាត់មិនបានកែលម្អភ្លាមនៅគុជប្រលឹងសัตว์នោះទេប៉ុន្តែជំនួសមកវិញបានជ្រើសរើសដើម្បីដោះស្រាយរឿងសំខាន់មួយចំនួនទៀតធម្មពលខ្យល់នៅក្នុងខ្លួនរបស់គាត់មិនបានទាន់ខ្ចាត់ខ្ចាយនៅឡើយទេហ្វឹងស៊ីដែលជាសិនស្លាបខ្យល់ថ្នាក់ទី9មិនអាចដេញតាមគាត់នៅទៅតំបន់ឋានសួគ៌ខាងត្បូងបានឡើយទោះជាយ៉ាងណាក៏ដោយការពិតថាធម្មពលនៃវិញ្ញាណខ្យល់នៅតែមាននៅក្នុងខ្លួនរបស់គាត់គឺជាមូលហេតុនៃទុក្ខព្រួយជាច្រើនប្រហែលជាឧបទ្ទវហេតុមួយទៀតនឹងកើតឡើងប្រសិនបើពេលវេលាបានកន្លងផុតទៅប៉ុន្តែការចម្រាញ់ធម្មពលដែលបង្កគ្រោះថ្នាក់នេះដោយផ្ទាល់ហាក់ដូចជាមិនអាចទៅរួចនោះទេមានន័យថាធម្មពលមួយដែលហើយធម្មពលខ្យល់ដែលហើយហ្វឹងស៊ីក៏ដាក់ឲ្យណាសัตว์បាសីមួយដែលដេញតាមប្រមាញ់ហានលីណាអញ្ចឹងទៅបានអោយណែហានលីផឹកនៅអាស្រាអីគេហ្នឹងទៅធម្មពលខ្យល់ហ្នឹងដែលយើងឃើញនៅក្នុងរឿង anime มันមានធម្មពលនោះវាដូចស្វានទៅក្នុងដុំនៃស្នូលធម្មពលរបស់ហានលីអាហ្នឹងឯងគាត់ចង់ដោះស្រាយអាហ្នឹងណាប៉ុន្តែវាមិនងាយណាគាត់បានព្យាយាមច្រើនដងមុននឹងពីមុនមកវាមានប្រសិទ្ធភាពតិចតួចមកទល់នឹងបច្ចុប្បន្នគាត់គ្រាន់តែមានវិធីសាស្ត្រដ៏ច្របូកច្របល់ក្នុងការប្រើប្រាស់ធម្មពលវេទមន្តដើម្បីបណ្ដេញវាចេញដោយបង្ខំខណៈពេលដែលវាអាចទៅរួចវាមិនចំណាយពេលតិចតួចទេនេះជាហេតុផលដែលហាន់លីបានបញ្ឈប់រហូតមកដល់ពេលនេះមេតែគាត់ធ្លាប់ព្យាយាមបណ្ដេញអានឹងដែរប៉ុន្តែវាបានផលតិចតួចពេកហ្នឹងណាអញ្ចឹងគាត់ឈប់ចឹងមកទៅឲ្យវានៅអញ្ចឹងមកពេលនេះគាត់បានតាំងទីលំនៅក្នុងទីដ៏សុខសាន្តរួចទៅហើយគាត់មានកម្រងកម្ចាត់ចោលនៅគ្រោះថ្នាក់នេះទាំងស្រុងអូឥឡូវនេះគាត់ចាប់ផ្ដើមគិតតែរឿងហ្នឹងហើយដំបូងឡើយគាត់គិតតែវាបាក់អញ្ចឹងគាត់សម្រាកអញ្ចឹងណាឥឡូវនេះមកកន្លែងសួលបួលហើយគាត់ចាត់មួយនឹងមកដោយមានអាយ៉ងស្វាដ៏ធំមួយចំនួនដើរតួជាឆ្មាំក្នុងសួនអសត់ដើម្បីឆ្លើយតបនឹងការទៅលេងភ្លាមនោះគាត់បានចូលទៅក្នុងបន្ទប់ចម្រាញ់របស់គាត់ម្នេះតែគាត់ប្រើអាស្វាអាយ៉ងរបស់គាត់ទាំងអស់នឹងនៅក្នុងឯសួនច្បារនឹងដើម្បីមើលសួនច្បារទេណាបើណាចូលទៅគាត់ដឹងអញ្ចឹងណាហាន់ឌីអង្គុយផ្អៀងជើងក្នុងបន្ទប់សម្ងាត់ដោយទឹកមុខដ៏អឡារឹកហើយបញ្ចូលអារម្មណ៍ខាងវិញ្ញាណចូលទៅក្នុងខ្លួនរបស់គាត់បានពិនិត្យមើលលំហពន្លឺពណ៌មាសដែលមាននៅក្នុងសរសៃរបស់គាត់ហើយបានកត់សម្គាល់ថាគ្មានការផ្លាស់ប្ដូរទេបន្ទាប់ពីគិតមួយសន្ទុះគាត់បានសម្រេចចិត្តគ្រប់គ្រងរន្ទះដ៏ទេវភាពដែលរុំព័ទ្ធធម្មពលដែលបង្កគ្រោះថ្នាក់ហើយមានសំណាញ់នៃផ្លេចបន្ទោបន្ធូរបន្ថយបន្តិចម្ដងដើម្បីបង្ហាញពីគម្លាតមួយធម្មពលស្ងប់ស្ងាត់ពីដំបងដែលមាននៅក្នុងផ្លេចបន្ទោភ្លាមនោះបានចាប់ផ្ដើមស្ងប់ស្ងាត់ហើយប្រញាប់ប្រញាល់ចេញពីគម្លាតមិនន័យថាគាត់ចូលទៅក្នុងអារយថាចូលដល់ក្នុងហើយក្នុងខ្លួនរបស់គាត់អញ្ចឹងនេះចូលទៅក្នុងខ្លួនរបស់គាត់អញ្ចឹងណាចូលទៅក្នុងអាស្នូលធម្មពលរបស់គាត់ហ្នឹងនៅពេលដែលខ្សែនៃធម្មពលដែលបង្កគ្រោះថ្នាក់ចាប់ផ្ដើមប្រញាប់ប្រញាល់ចេញអារម្មណ៍ខាងវិញ្ញាណរបស់ហាន់ឌីបានចាប់ផ្ដើមរង្គោះរង្គើហើយមានហើយស្រោមពណ៌មាសម្ដងទៀតវាបានបិទកម្លៀតនិងរារាំងធម្មពលខ្យល់ដែលនៅសេសសល់ដោយមិនដឹងថាប្រភេទឈីនេះបង្កគ្រោះថ្នាក់អ្វីដែលជាធម្មពលវិញ្ញាណខ្យល់មាននោះហាន់ឌីមានអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំងសូម្បីតែស្នាមប្រេះនេះក៏មិនអាចធ្វើឲ្យខូចសរសៃរបស់គាត់បានដែរដោយទប់ទល់នឹងអារម្មណ៍មិនសប្បាយចិត្តរបស់គាត់បញ្ចេញធម្មពលវេទមន្តទាំងអស់នៅក្នុងខ្លួនរបស់គាត់ហើយចាប់ផ្ដើមបញ្ចេញធម្មពលដែលបង្កគ្រោះថ្នាក់ដោយបង្ខំមានន័យថាគាត់បង្ខំអាធម្មពលខ្យល់ហ្នឹងចេញពីខ្លួនគាត់ដោយបង្ខំចឹងណានៅពេលដែលគាត់អង្គុយក្នុងបន្ទប់ស្ងប់ស្ងាត់ញើសធំចាប់ផ្ដើមហូរចេញពីក្បាលរបស់គាត់ហើយមុខរបស់គាត់ក៏ស្លេក4 ម៉ោងបានកន្លងផុតទៅដោយមិនដឹងខ្លួនហាន់លីបើកភ្នែកឡើងហើយក្រឡេកមើលជុំវិញដោយ
វិញ្ញាណបន្តមកគាត់បានក្រវីដៃអារបស់គាត់ហើយក្រវីម្រាមដៃរបស់គាត់ដោយបាញ់ចេញនៅវត្ថុរាវពណ៌ប្រផេះពីដំណក់នៅលើជញ្ជាំងថ្មរុនតូចៗចំនួន2បានលេចចេញជាលេចចេញនៅកន្លែងដែលពួកវាបានវាយប្រហារតែគាត់បានមានដំណក់ពណ៌ប្រផេះពីរអញ្ចឹងគាត់កវត្តដៃអញ្ចឹងទៅវាខ្ទាតទៅបុកជញ្ជាំងអញ្ចឹងនេះហានលីដកដង្ហើមវែងចេញហើយបានជូតញើសត្រជាចេញពីថ្ងាសទោះបីជាដំណើរការបណ្ដេញចេញមានការឈឺចាប់ខ្លាំងនិងពិបាកខ្លាំងក៏ដោយក៏វានៅតែដំណើរការដដែលប្រសិនបើគាត់បន្តនៅខ្សែអធិរាជនេះដោយដំណើរការនៃធម្មពលភួរប្រាក់ហើយបានបណ្ដេញចេញគាត់បានគិតថាវានឹងចំណាយពេលកន្លះឆ្នាំមុនពេលដែលរាងកាយរបស់គាត់នឹងគ្មានធម្មពលខ្យល់ទាំងស្រុងនេះបានសម្រាលការព្រួយបារម្ភជាច្រើនពីចិត្តរបស់គាត់មិនន័យថាគាត់អាចបណ្ដេញអាធម្មពលនឹងគឺចេញពីខ្លួនរបស់គាត់នឹងគឺកន្លះឆ្នាំនោះមិនមែនឃើញគាត់បោះអាពីដំណក់នឹងទៅគឺថាវាហើយទេអាហ្នឹងគាត់ដូចគាត់ចម្រាញ់បានសន្តិចចេញមកអញ្ចឹងណាបន្ទាប់ពីសម្រាប់មួយសន្ទុះហានលីបានយកនៅដុំថ្មខ្មៅបានយកដុំត្បូងថ្មខ្មៅចេញពីថង់ផ្ទុករបស់គាត់ដោយស្ងប់ស្ងាត់ហើយមើលទៅតាមវិធីសាស្ត្រនៃការបង្កើតវិញ្ញាណគាត់តែងតែចាប់អារម្មណ៍លើការបង្កើតអក្ខរាវរដ្ឋនេះប៉ុន្តែគាត់មិនដែលមានពេលវេលាដើម្បីពិនិត្យមើលវាដោយយកចិត្តទុកដាក់នោះទេឥឡូវនេះគាត់បានឆ្លៀនយកឱកាសដើម្បីស្វែងយល់អំពីវាព្រោះថាគាត់នឹងមិនមានអារម្មណ៍សុវត្ថិភាពទេរហូតទាល់តែគាត់មានតម្រង់ហើយបង្ខាំងវិញ្ញាណដាក់នៅជំវិញលំនៅឋានរូងភ្នំរបស់គាត់មានន័យថាការបង្កើតបង្ខាំងវិញ្ញាណនេះណានៅថ្ងៃបន្ទាប់ហានលីចាប់ដើមបែងចែកពេលវេលារបស់គាត់ជាផ្នែកជាច្រើនក្រៅពីរយៈពេល4ម៉ោងដែលគាត់បានប្រើដើម្បីបណ្ដេញធម្មពលវិញ្ញាណខ្យល់និងពេលវេលាបន្តិចទៀតដែលប្រើដើម្បីចម្រាញ់ថ្នាំគ្រាប់ព្រលឹងហើយចម្រាញ់ព្រលឹងហើយព្រលឹងសត្វវិញ្ញាណណាគាត់នឹងចំណាយពេលដែលនៅសេសសល់របស់គាត់ដើម្បីសិក្សាអំពីការបង្កើតការបង្ខាំងវិញ្ញាណចំពោះសួនឱសថខាងក្រៅហានលីបានដាក់អាយ៉ងជាច្រើនរបស់គាត់បន្ថែមពីលើនេះហានលីបានបន្តទាញយកនៅវត្ថុរាវពណ៌បៃតងដើម្បីធ្វើឲ្យស្មៅអិនតនូចាស់ទុំហើយចិញ្ចឹមវាទៅឲ្យសត្វឃ្មុំស៊ីមាសរបស់គាត់មានអារម្មណ៍ថាសត្វល្អិតទាំងនេះចិត្តនឹងបន្តពូជម្ដងទៀតហើយជាមួយនឹងរចនាប័ណ្ណជីវិតដ៏ឯកានេះជាច្រើនខែបានកន្លងផុតទៅក្នុងមួយប្រព្រឹត្តភ្នែកក្នុងកំឡុងពេលនេះមូបៃលីងបានទៅសួរសឹកទុកគាត់2ដងអូយលឹងយូទៅ2ដងនៅពេលដែលនាងឃើញថាហានលីមានទំនោរទៅរកសួនឱសថស្របតាមលក្ខខណ្ឌរបស់នាងមិនបានយកចិត្តទុកដាក់ចំពោះសួនឱសថទៀតទេចំណែកឯសិល្បៈទឹកកកដ៏ជ្រាលជ្រៅវិញស្ត្រីនោះមិនមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្ដើមបញ្យល់អ្វីនោះទេខណៈដែលហានលីមិនបានចោទសួរអ្វីឡើយមានន័យថាអោយអាត្បូងហ្នឹងគឺបងអក្ខរាវរដ្ឋហ្នឹងក៏អោយហានលីរៀននាងក៏មិនបានបញ្យល់ហើយហានលីក៏អត់បានសួរដែរស្រួលហ្មងណាគ្រូសាគេណាពេលមូពេលលេងនិយាយទៅមានបងប្អូនខ្លះអីស្ដាប់ហើយទៅថាមូពេលលេងហ្នឹងណាគេបងហានលីនឹងឯងអញ្ចឹងណានៅក្នុងអេនីមេទៀតជួបហើយអញ្ចឹងណាប៉ុន្តែនាងដូចជាស្លាប់មុនអញ្ចឹងណាអ្នកនរដូចជានាងអត់បាននៅយឺនយូរទេនោះពេលទាំងបានបន្តប្រព្រឹត្តចំពោះហានលីដោយការប្រងើយកន្តើយនិងស្ងប់ស្ងាត់ក្នុងកំឡុងពេលទៅសួរសុកតុងរបស់នាងដោយដែលគាត់ពេញចិត្តវាជាការល្អបំផុតសម្រាប់គាត់ក្នុងការឲ្យស្ត្រីម្នាក់នេះភ្លេចថាសួនឱសថនេះក៏មានដែរប្រសិនបើនាងឈុំឲ្យគាត់ទៅលេងវាងាយស្រួលណាស់សម្រាប់ការដាំដុះរបស់គាត់បន្ទាប់ពី1ខែបានកន្លងផុតទៅហានលីទីបំផុតបានយល់យ៉ាងជិតដិតអំពីការបង្កើតការបង្ខាំងវិញ្ញាណហើយបានដាក់ចុះខាងក្រោមជំវិញភ្នំភ្លាមស្របតាមការយល់ដឹងរបស់គាត់មករៀនយល់ភ្លាមគឺដាក់ភ្លាមអងអាមែនជាលទ្ធផលភាពប្រែប្រួលខាងវិញ្ញាណខ្សោយនៃការបង្កើតអក្ខរាវរដ្ឋបានបាត់ទៅវិញទាំងស្រុង
ពីខាងក្រៅភ្នំតូចបានលេចចេញជាធម្មតាធ្វើឲ្យហាន់លីពេញចិត្តមកឥឡូវនេះមានន័យថាការបង្កើតនឹងមើលទៅដូចធម្មតាមើលទៅឃើញភ្នំធម្មតាអញ្ចឹងណាអត់មានដឹងថាជាការបង្កើតទេក្នុងរយៈពេល3ខែបន្ទាប់ហាន់លីទាំងពីរបានចម្រាញ់នៅប្រលឹងសាន់ទាំងស្រុងដើម្បីបញ្ចំនិងបណ្ដេញធម្មពលវិញ្ញាណខ្យល់ចេញទាំងស្រុងលឿនជាងអ្វីដែលគាត់បានរំពឹងទុកដំបូងប៉ុន្តែអ្វីដែលធ្វើឲ្យហាន់លីភ្ញាក់ផ្អើលបំផុតនោះគឺរបៀបដែលគាត់មិនមានអារម្មណ៍ឈឺក្បាលនៅពេលដែលភ្ជាប់អារម្មណ៍ខាងវិញ្ញាណរបស់គាត់ទៅនឹងប្រលឹងសាន់ដែលនៅពេលដែលគាត់បានកែលម្អវាទាំងស្រុងវាហាក់បីដូចជាការវិវត្តដែលបណ្ឌិតស្មានដល់របស់ហើយស្វាវិញ្ញាណក៏បានបណ្ដាលឲ្យប្រលឹងសាន់ដែលបានស្លាប់បាត់បង់ជីវិតក៏ទទួលរងការផ្លាស់ប្ដូរដ៏ចម្លែកផងដែរហាន់លីសប្បាយចិត្តជាខ្លាំងចំពោះការរកឃើញទាំងនេះប្រលឹងសាន់មានន័យថាប្រលឹងសាន់មួយដែលនៅជាមួយនឹងហាន់លីចឹងណាហាន់លីក៏នៅត្បូងវាចឹងណាគាត់ចម្រាញ់ចេញពីត្បូងចឹងណាប្រលឹងសាន់ហ្នឹងណាចំពោះធម្មពលវិញ្ញាណខ្យល់ដែលបង្កគ្រោះថ្នាក់ទោះបីជាវាពិបាកនិងហត់នឿយក្នុងការបណ្ដេញវាចេញពីរាងកាយរបស់គាត់ក៏ដោយនៅពេលដែលគាត់បានបណ្ដេញវាចេញភាគច្រើនវាកាន់តែងាយស្រួលដោះស្រាយមិនត្រឹមតែធម្មពលដែលបង្កគ្រោះថ្នាក់មិនសូវឈឺចាប់ក្នុងការដោះស្រាយប៉ុណ្ណោះទេប៉ុន្តែគាត់អាចបណ្ដេញវាចេញពីរាងកាយរបស់គាត់បានក្នុងរយៈពេលតិចជាងមុនធម្មពលជាច្រើនចុងក្រោយគឺងាយស្រួលបំផុតក្នុងការបំបត្តិខ្លួនឯងបន្ទាប់ពីបានពិនិត្យរាងកាយរបស់គាត់យ៉ាងយកចិត្តទុកដាក់ជាច្រើនដងដើម្បីរកមិនឃើញមានភាពមិនប្រក្រតីនោះហាន់លីមានអារម្មណ៍ធូរស្រាលជាមួយនឹងបញ្ហាសំខាន់បំផុតដែលបានយកចិត្តទុកដាក់រួចទៅហើយហាន់លីបានផ្ដោតការយកចិត្តទុកដាក់របស់គាត់លើការដាំដុះនិងថ្នាំគ្រាប់ដែលចម្រាញ់ចេញពីប្រលឹងសាន់គាត់បានសេចក្ដីកិនអស់រយៈពេលជាច្រើនថ្ងៃលើបញ្ហានៃការដាំដុះមុនពេលដែលសម្រេចចិត្តធ្វើការដាំដុះដំណាលគ្នានៅស្រទាប់ទី4នៃស្រទាប់ទី4នៃបច្ចេកទេសដ៏អស្ចារ្យនិងដាវវិញ្ញាណពណ៌បៃតងរបស់គាត់យោងតាមបទពិសោធន៍ពីមុនរបស់គាត់ក្នុងការបង្កើតស្នូលមាសអារម្មណ៍ខាងវិញ្ញាណដ៏មានអានុភាពហាក់ដូចជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការទម្លាយឧបសគ្គនានាទោះបីជាស្រទាប់ទី4នៃបច្ចេកទេសនៃការអភិវឌ្ឍអស្ចារ្យបច្ចេកទេសនៃការបន្សុទ្ធអស្ចារ្យបន្តទៅមានការលំបាកខ្លាំងក៏ដោយហាន់លីបានរៀបចំនិងផ្ដល់ឲ្យវាសាកល្បងទោះបីជាវិញ្ញាណអារម្មណ៍ខាងវិញ្ញាណមិនបានផ្ដល់នូវអត្ថប្រយោជន៍ដ៏ធំជាពិសេសក្នុងការបង្រួមប្រលឹងក៏ដោយយ៉ាងហោចណាស់វានឹងបង្ហាញអត្ថប្រយោជន៍យ៉ាងច្រើននៅពេលដែលប្រឈមមុខនឹងសត្រូវខណៈពេលដែលផ្លូវនេះអាចបង្កើនពេលវេលាខ្លះដែលវានឹងត្រូវចំណាយដើម្បីឈានដល់កម្រិតទី4คล้ายមានន័យថាកម្រិតទី4คล้ายៗក៏ចង់និយាយពាក្យកណ្ដាលចំហៀនទេហ្នឹងនេះហាន់លីមិនជឿថាជំរឿសមិនត្រឹមត្រូវទេព្រោះគាត់នឹងបាត់បង់ពេលវេលាតិចតួចបំផុតនៅពេលដោះអាក្រក់បំផុតចំពោះបញ្ហានៃការចម្រាញ់វិញ្ញាណសាន់ហាន់លីមិនអាចធ្វើប្រហែសបានទេខណៈពេលដែលវត្ថុធាតុផ្សេងទៀតត្រូវបានជំនួសយ៉ាងងាយស្រួលវិញ្ញាណសាន់ថ្នាក់ទី8វិញ្ញាណមិនមានកន្លែងណាត្រូវបានរកឃើញនៅឋានសួគ៌ខាងត្បូងទេប្រសិនបើគាត់បរាជ័យក្នុងដំណើរការចម្រាញ់ថ្នាំគ្រាប់ហាន់លីនឹងត្រូវចាក់ចេញដោយគ្មានជំរើសផ្សេងជាលទ្ធផលហាន់លីបានចាប់ផ្ដើមសិក្សានៅរូបមន្តសម្រាប់ថ្នាំគ្រាប់វិញ្ញាណមួយនោះនៅចន្លោះការដាំដុះរបស់គាត់ជារឿយៗគាត់បានចម្រាញ់ថ្នាំគ្រាប់ផ្សេងគ្នាមួយចំនួនស្របតាមបច្ចេកទេសដែលបានពិពណ៌នានៅក្នុងរូបមន្តដើម្បីកែលម្អបច្ចេកទេសនៃការផ្សំថ្នាំគ្រាប់ផ្ទាល់ខ្លួនរបស់គាត់ពេលវេលាបានចាប់ផ្ដើមកន្លងផុតទៅបន្តិចម្ដងខណៈដែលគាត់បានដាំដុះបង្កើតនៅថ្នាំគ្រាប់និងចម្រាញ់ម្ដងហើយម្ដងទៀតក្នុងកំឡុងពេលនេះហាន់លីក៏បានឆ្លៀតពេលដើម្បីរៀននៅអក្សរអារក្សនៅក្នុងការរៀបចំដើម្បីស្វែងយល់អំពីសៀវភៅសៀវភៅលក្ខចាស់និងបន្ទះស្ពាន់ដែលមាននៅក្នុង
ដៃរបស់គាត់ដូច្នេះគាត់អាចរៀនពីអ្វីដែលពួកគេមានតាមរយៈការប្រើប្រាស់ការចងចាំដ៏វិសេសវិសាលរបស់គាត់ហាន់ឌីអាចចាប់បានយ៉ាងងាយស្រួលនៅរូបរាងបិសាចបុរាណហើយចាប់ដើមរកមើលព័ត៌មានលម្អិតនៃសៀវភៅលាក់ខ្លួនសៀវភៅលាក់ខ្លួនមានសិល្បៈបិសាចមួយដែលគាត់ដែលស្គាល់ថាជាការផ្លាស់ប្ដូរទាំង9អូយមានការផ្លាស់ប្ដូរទាំង9សៀវភៅលាក់បិសាចមិនទេណោះអាសៀវភៅនេះសង្ស័យបានពីស្អីហើយពីប៉ែមួយនៅនេះផ្លេចបាត់ទៅផ្លេចឈ្មោះបាត់បន្ទាប់ពីបានមើលវាហាន់លីបានរកឃើញថាបច្ចេកទេសនេះមានជំនាញសម្រាប់សត្វបិសាចប្រភេទបក្សីវាមានសិល្បៈអក្ខរាវរណបច្ចេកទេសរាងកាយនិងបច្ចេកទេសសម្ងាត់ពីរសិល្បៈអក្ខរាវរណនិងបច្ចេកទេសរាងកាយគឺមិនមានសំណួរលុះត្រាណាតែមានអក្សរដ៏ខ្លាំងក្លាមិនអាចដាំដុះវាបាននោះគេនឹងឃើញរាងកាយរបស់ពួកគេផ្ទុះពាក់កណ្ដាលនៅពេលដែលពួកគេដាំដុះវាអូយម្ចាស់ថ្លៃនេះក៏ម៉ែអ្វីនិយាយទៅរឿងនេះពិបាកមែនប្រែអត់មានទៅតាមវិជ្ជានុក្រមទេតែណាលកណ្ដាច់ន័យថាលុះត្រាតែអ្នកដាំដុះនោះមានកម្លាំងធម្មពលអារិដ៏ខ្លាំងក្លាអញ្ចឹងណាទើបគេអាចដាំដុះនៅអក្ខរាវរណបច្ចេកទេសរាងកាយនឹងបានអញ្ចឹងណាបើមិនអញ្ចឹងទេគេដាំដុះនឹងផ្ទុះខ្លួនពាក់កណ្ដាលបណ្ដោយណាពេលដែលដាំដុះចំពោះបច្ចេកទេសសម្ងាត់ទាំងពីរនេះមួយក្នុងចំណោមនោះគឺជាបច្ចេកទេសលាក់បាំងគ្មានឈ្មោះដែលគាត់បានប្រើពេលពេញមួយពេលនេះគឺបច្ចេកទេសលាក់បាំងខ្យល់ទោះជាយ៉ាងណាក៏ដោយបច្ចេកទេសលាក់បាំងគ្មានឈ្មោះត្រូវបានផ្លាស់ប្ដូរពីដើមបន្តិចដើម្បីឲ្យកាន់តែស័ក្តិសមសម្រាប់អ្នកដាំដុះដូចជាមនុស្សបច្ចុប្បន្នវាមិនមានតម្លៃអ្វីសម្រាប់ហាន់ឌីដាច់ពីគេសម្រាប់ជាឯកសារយោងទោះជាយ៉ាងណាក៏ដោយបច្ចេកទេសសម្ងាត់ផ្សេងទៀតដែលត្រូវបានពិពណ៌នាគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះហាន់លីដែលជាបច្ចេកទេសកិច្ចចេញពីស្រមោលឈាមអូអាបច្ចេកទេសទី2កិច្ចចេញពីស្រមោលឈាមណាដោយដែលឈ្មោះបានបង្កប់ន័យស្រមោលឈាមគឺជាបច្ចេកទេសចម្លែកដែលទាញនៅការគ្រប់គ្រងពីខ្លឹមសារឈាមរបស់មនុស្សម្នាក់ហើយអនុញ្ញាតឲ្យមនុស្សម្នាក់រត់កិច្ចខ្លួនជាង50គីឡូម៉ែត្រក្នុងមួយរំពេចអានឹងដូចអារៀបថាបច្ចេកទេសរត់កិច្ចខ្លួនប្រើឈាមរត់កិច្ចខ្លួននៅក្នុងរឿងហាន់ហើយវ៉ាំងនេះគឺបច្ចេកទេសប្រើឈាមរត់កិច្ចហ្នឹងណាបច្ចេកទេសសម្ងាត់ដែលទាក់ទាញការគ្រប់គ្រងពីខ្លឹមសារឈាមរបស់មនុស្សម្នាក់ដើម្បីបង្ហាញពីសមត្ថភាពដ៏អស្ចារ្យគឺជាអ្វីមួយដែលអ្នកដាំដុះតាវអរិយភាគច្រើនមានសមត្ថភាពទោះជាយ៉ាងណាក៏ដោយការរត់កិច្ចខ្លួនពីស្រមោលឈាមលាក់ខ្លួនពីស្រមោលឈាមគឺខុសពីបច្ចេកទេសសម្ងាត់របស់មនុស្សអានេះមានន័យថានេះគឺជាបច្ចេកទេសរបស់ពួកអរិយអញ្ចឹងនេះរបស់បិសាចឬក៏ប្រភេទសត្វស្លាបអញ្ចឹងណាជាដំបូងមនុស្សម្នាក់មិនអាចគ្រប់គ្រងចម្ងាយដែលធ្វើដំណើរដោយប្រើបច្ចេកទេសនេះបានទេនៅពេលដែលបច្ចេកទេសនេះត្រូវបានធ្វើឲ្យសកម្មមនុស្សម្នាក់នឹងប្រែក្លាយទៅជាព្រិលពណ៌ក្រមៅភ្លាមនៅពេលដែលពួកគេបានបាញ់ជាង50គីឡូម៉ែត្រពីចម្ងាយអូលឿនមកគេទៅចឹងនិយាយទៅគឺហាន់ឌីគឺរៀនតែបច្ចេកទេសហ្នឹងដូចតែណែវ៉ាងលិនដែរណាដូចវ៉ាងលិនគាត់បានអាបច្ចេកទេសពីតាមួយនៅក្នុងវិញ្ញាណបិសាចនោះទឹកដីវិញ្ញាណបិសាចនោះបច្ចេកទេសរត់ហ្នឹងទី2បច្ចេកទេសសម្ងាត់នេះតម្រូវឲ្យមានបរិមាណដ៏ច្រើននៃខ្លឹមសារឈាមថេនៅពេលដែលបច្ចេកទេសត្រូវបានធ្វើឲ្យសកម្មសារធាតុសៀមខ្លឹមសារឈាមសម្រាប់បច្ចេកទេសនេះនឹងឆេះភ្លាមទោះជាយ៉ាងណាក៏ដោយប្រសិនបើមនុស្សម្នាក់ខ្វះនៅខ្លឹមសារឈាមគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកទេសនោះបច្ចេកទេសនេះនឹងធ្វើឲ្យរាងកាយរបស់មនុស្សម្នាក់ប្រេះស្រាំពាក់កណ្ដាលហើយប្រែទៅជាពពកវាជាបច្ចេកទេសដ៏គ្រោះថ្នាក់ជាចុងក្រោយការធ្វើឲ្យបច្ចេកទេសនេះសកម្មត្រូវការស្លាពីស្លាពីអញ្ចឹងគេមានអីតើបញ្ញាទេចឹងដោយសារតែបច្ចេកទេសលាក់ខ្លួនលាក់ស្រមោលឈាមលឿនពេក
ដោយគ្មានស្លាបដើម្បីរក្សាលំនឹងនិងបច្ចេកទេសបំភ្លឺរាងកាយបច្ចេកទេសនេះអាចបណ្ដាលឲ្យមនុស្សម្នាក់ធ្លាក់មកផែនដីបន្ទាប់ពីធ្វើដំណើរបានចម្ងាយខ្លីឬត្រឡប់ទៅកន្លែងដែលចាប់ផ្ដើមនោះមកសរុបមកការរត់គេចខ្លួនដ៏ល្អបំផុតនឹងមិនអាចទៅរួចទេបើគ្មានពួកគេមិនន័យថាគ្មានស្លាបហ្នឹងហាន់លីអានដោយប្រុងប្រយ័ត្នតាមរយៈបច្ចេកទេសសម្ងាត់ជាច្រើនដងមិនថាគាត់បានឃើញបែបណានោះទេគាត់មានអារម្មណ៍ថាវាស័ក្តិសមណាស់សម្រាប់គាត់ក្នុងការដាំដុះខ្ញុំនិយាយទីរត់អូយកំពូលមនុស្សហ្មងណាអូនអត់កំសាទេប៉ុន្តែអូនចុចចិត្តរត់អញ្ចឹងណាខណៈពេលដែលមនុស្សផ្សេងទៀតប្រហែលជាមិនមានស្លាបហាន់លីមានស្លាបព្យុះគោរន្ទះស្លាបវិញ្ញាណរបស់កំណំក៏មិនខុសពីស្លាបពិតដែរមានន័យថាស្លាបដែលចេញជាលក្ខណៈថាកំណប់នឹងស្លាបនឹងគឺជាកំណប់អញ្ចឹងណាវាមិនខុសពីស្លាបពិតទេអញ្ចឹងណាអញ្ចឹងបងនេះហាន់លីគាត់មានអញ្ចឹងណាប្រសិនបើការលាក់ខ្លួនស្រមោលឈាមពិតជាអស្ចារ្យដោយដែលបានពណ៌នានោះវាគឺជាបច្ចេកទេសដ៏ប្រសើរសម្រាប់ការរត់គេចខ្លួនអូយមិនចាថ្លៃក៏មិនយ៉ាងណាមិញខ្យល់ខ្យល់អាប់រន្ទះអាចប្រកាសកេញពីផ្លេកបន្ទោដើម្បីធ្វើដំណើរទៅលើតំបន់តូចមួយវាគ្រាន់តែអាចរវើរវាយឥតឈប់ឈរហើយនឹងមិនអាចគេចផុតបានដែរបន្ទាប់ពីបានអនុវត្តនៅវិធីសាស្ត្រដាំដុះនៃការរត់គេចខ្លួនស្រមោលឈាមដល់ការចងចាំរបស់គាត់បានចាប់ផ្ដើមរកមើលតាមរយៈនៅចានទងដែងមិនមានឈ្មោះសម្រាប់បច្ចេកទេសរបស់វាទេហើយការពិពណ៌នារបស់វាមានន័យតិចតួចហាន់លីក៏បានរកឃើញក្បាច់នៃវិធីសាស្ត្រដាំដុះចម្លែកដែលមិនអាចយល់បានបន្ទាប់ពីក្រឡេកមើលបច្ចេកទេសដែលបានមើលរួចហាន់លីត្រូវបានទុកឲ្យមានការយល់ច្រឡំជាពិសេសបន្ទាប់ពីរឿងទាំងអស់នេះហាន់លីបាននឹកឃើញនៅអ្វីដែលអ្នកទឹកចំនួនបាននិយាយអារម្មណ៍ទេវភាពនេះហាក់បីដូចជាវាខូចហួសពីការប្រើប្រាស់វាមិនឆ្ងល់ថាហេតុអ្វីបានជាគាត់មិនអាចយល់ពីចាននេះក្រោយពីដឹងរឿងនេះហាន់លីក៏ទុកជាខ្លាំងហើយបានត្រឹមតែដាក់ចានទុកមកវិញប៉ុណ្ណោះចាប់តាំងពីថ្ងៃនោះមកហាន់លីបានបន្ថែមនៅអក្ខរាវរណរត់គេចខ្លួនស្រមោលឈាមហៅថាប្រើឈាមរត់គេចខ្លួននេះអត់ស្រមោលឈាមចឹងមកទៅកុំឲ្យបាក់ទៅនឹងទម្លាប់នៃការដាំដុះរបស់គាត់ន័យថាគាត់ដាំដុះគាត់ធ្វើមានទម្លាប់ដាំដុះអានេះធ្វើអានោះធ្វើអានេះឲ្យពហុវចនៈអញ្ចឹងណាអញ្ចឹងគាត់បន្ថែមអានឹងមួយទៀតអញ្ចឹងណាបន្ថែមពីលើបច្ចេកទេសដ៏អស្ចារ្យនិងដាវវិញ្ញាណដាវរន្ទះបៃតងដាវព្រលឹងបៃតងដាវវិញ្ញាណបៃតងអញ្ចឹងណាទោះបីជាក្រោយមកគាត់មានអារម្មណ៍ថាគាត់ចាប់បានបច្ចេកទេសនោះក៏ដោយក៏គាត់មិនហ៊ានសាកល្បងវាដោយប្រញាប់ប្រញាល់នោះទេមកនឹងគិតទៀតណាការថយចុះយ៉ាងខ្លាំងនៃខ្លឹមសារឈាមមិនមែនជាអ្វីដែលអាចនិយាយលេងបាននោះទេនេះបានបន្តរហូតដល់កន្លះឆ្នាំដោយមិនដឹងខ្លួនថ្ងៃមួយហាន់ឌីបានអង្គុយនៅក្នុងបន្ទប់សម្ងាត់មួយខណៈដែលគាត់បានដាំដុះនៅបច្ចេកទេសដ៏អស្ចារ្យនៅពេលដែលគាត់បើកភ្នែកភ្លាមភ្នែកចម្លែកមួយគូបានលេចឡើងនៅលើផ្ទៃមុខរបស់គាត់ខណៈដែលរាងកាយរបស់គាត់បញ្ចេញពន្លឺពណ៌ខៀវភ្លាមមុនពេលគាត់បានបាញ់ចេញពីលំនៅឋានរូងភ្នំទៅកាន់សួនអាសន្នមួយសន្ទុះក្រោយមកហាន់ឌីកំពុងឈរនៅពីមុខខ្ទមនៅក្នុងសួនអាសន្នរបស់គាត់ជាមួយនឹងអាយ៉ងទាំងអស់របស់គាត់ត្រូវបានដាក់ទៅឆ្ងាយម្នេះគាត់យកអាយ៉ងទុកវិញមានណាម៉ូដឹងគាត់ក្រឡេកមើលទៅភាគអាគ្នេយ៍ហើយគិតមួយសន្ទុះមិនពេលដែលចូលអង្គុយក្នុងខ្ទមបន្ទាប់មកគាត់បានគោះតែមួយដងគោះតែមួយពេងគាត់ចាក់តែមួយពេងអញ្ចឹងទៅហើយសន្មតថាជាទីតាំងសម្រាប់មួយសន្ទុះក្រោយមកសម្លេងដ៏គួរសមបំផុតមួយបានបន្លឺឡើងពីខាងក្រៅ
តំបន់ហាមឃាត់របស់សួនអសនសូមអភ័យទោសតែអ្នកអាចប្រាប់ខ្ញុំបានទេថាសិស្សបងយាននៅទីនេះទេខ្ញុំគឺជាសិស្សនៃភ្នំលក្ខដាវគួយហួនសំឡេងរបស់យុវជនហាក់ដូចជាមានដាននៃភាពបន្ទាន់សិស្សបងស្រីយានឬនោះជាឈ្មោះអ្នកមើលថែសួនអសតឬទាំងមើលរបស់ហានីនៅតែស្ងប់ស្ងាត់ខណៈដែលអ្នកមកដល់ថ្មីបានស្រែកជាច្រើនដងបន្ថែមទៀតបន្ទាប់មកហានីបានទម្លាក់ពេងរបស់គាត់ហើយឆ្លើយជាយឺតថាសាច្បងយានមិនចាំបាច់ស្រែកនោះទេសាច្បងយានបានចាក់ចែងពីកន្លែងនេះកាលពីកន្លះឆ្នាំមុនសួនអសតនេះកំពុងត្រូវបានមើលថែដោយខ្ញុំប្រសិនបើអ្នកចង់រកនាងអ្នកគួរតែលេងកន្លែងស្នាក់នៅក្នុងរូងភ្នំហើយមូចាស់ឡៃអ្វីសួនអសតផ្លាស់ប្ដូរអ្នកមើលថែទួមឬយុវជននោះភ្ញាក់ផ្អើលតាមសំនៀងរបស់គាត់វាហាក់បីដូចជាគាត់មិនបានព្យាយាមស្វែងរកនរណាម្នាក់នោះទេប៉ុន្តែគាត់បានមកសួនថ្នាំសម្រាប់អ្វីផ្សេងទៀតបារោះនោះសាយចំអកនឹងនិយាយដោយក្តីរីករាយថាចាប់តាំងពីសិស្សច្បងស្រីយួនយានមកសិស្សច្បងស្រីយានមិននៅទីនេះនោះសិស្សច្បងនឹងធ្វើតាហើយសិស្សច្បងនឹងដោះលែងការបង្កើតនេះដើម្បីឲ្យខ្ញុំអាចជជែកជាមួយនឹងអ្នកបានទេអូយម្ចាស់ថ្លៃអើយអូយក៏មិនអ្វីហើយសិស្សប្អូនតែសិស្សប្អូនអាចបើកនៅការបង្កើតនេះដើម្បីឲ្យខ្ញុំចូលទៅជជែកលេងជាមួយនឹងអ្នកបានទេអញមិនអ្វីហាន់លីអង្អែលចង្ការពីការនិយាយយ៉ាងស្រស់ស្អាតរបស់គាត់ហាន់លីគ្មានហេតុផលអ្វីដែលត្រូវបដិសេធគាត់នោះទេអូចូលក្នុងទ្រុងហ្មងចង់បន្ទាប់ពីគិតបានខ្លះហាន់លីបានដៃចេញពីខ្ទមហើយយកក្រដាសបញ្ជាពួរលឿងចេញដែលមានពន្លឺចែងចាំងអាប់ជំវិញសួនថ្នាំបានចាប់ផ្ដើមរលាយបន្តិចម្ដងនេះបង្ហាញឲ្យឃើញនៅយុវជនពីអាវលឿងដែលឈរនៅភាគអាគ្នេយ៍នៃការបង្កើតបរិះនោះមានភ្នែកស្ដាងចិញ្ចើមក្រាស់និងច្រមុះធំត្រង់ក្បាលរបស់គាត់ក៏តូចជាងធម្មតាបន្តិចដែរថ្មីត្បិតតែរូបរាងរបស់គាត់មិនអាចនិយាយបានថាអាក្រក់ក៏ដោយតែវាកំប្លែងបន្តិចអញ្ចឹងសាមែនណាការដាំដុះរបស់គាត់គឺនៅស្រទាប់ទី9នៃកម្រិតចម្រែងឈីទៀបជាងការដាំដុះរបស់ហាន់លីបន្តិចគេមិនដឹងពីរបៀបដែលបុគ្គលនេះអាចចូលទៅក្នុងនិកាយពពករសាន់បានដោយរបៀបណានោះទេអូមិនថាគេចូលមុនទេចូលមុនហាន់លីឬគេចូលក្រោយណោះកម្រិតទី9អាចចូលបានដែរអញ្ចឹងណោះស្រទាប់អញ្ចឹងណាស្រទាប់ទី9ខណៈដែលហាន់លីកំពុងពិនិត្យមើលរូបរាងរបស់យុវជននោះសើចចំអកហើយដើរចូលទៅក្នុងសួនថ្នាំគាត់បាននិយាយដោយសាទរថាដូច្នេះគឺសិស្សប្អូនគឺជាសិស្សរបស់ភ្នំនេទាខៈរដូវមុខរបស់អ្នកមិនសូវស្គាល់តើអ្នកខ្លាចជាសិស្សថ្មីមែនទេនាមត្រកូលរបស់ខ្ញុំគឺហានខ្ញុំបានចូលនិកាយកាលពីដើមឆ្នាំនេះសិស្សច្បងត្រូវតែជាសិស្សដ៏អស្ចារ្យនៃភ្នំលក្ខដាវហាន់លីដកការសម្លឹងមើលហើយញញឹមដូច្នេះវាជាសិស្សប្អូនហានខ្ញុំជាហើយគួយហួននៃភ្នំលក្ខដាវខ្ញុំមើលថែវីរស័ត្វវិញ្ញាណក្បែរនោះរួមជាមួយនឹងសិស្សច្បងជាច្រើនអ្នកទៀតសិស្សប្អូនគួរតែទៅសួរសុតុងប្រសិនបើសិស្សប្អូនមានឱកាសទោះបីជាការដាំដុះរបស់ខ្ញុំមិនខ្ពស់ខ្លាំងក៏ដោយប៉ុន្តែខ្ញុំបាននៅនិកាយនេះអស់រយៈពេល8ឆ្នាំមកហើយអូអ្នកចូលមុនអញ្ចឹងអ្នកចូលមុនខ្ញុំស្គាល់នៅព្រឹត្តិការណ៍ភ្នំទាំង6ប្រសិនបើមានអ្វីដែលអ្នកមិនប្រកាសសូមកុំស្ទាក់ស្ទើរក្នុងការសួរខ្ញុំបរិះនោះនិយាយយ៉ាងស្រស់ស្អាតពេញផ្លូវអូយ៉ាងស្រស់ស្អាតណាហាន់លីញញឹមតិចបរិះនេះគឺពូកែនិយាយហើយបានរំលឹកគាត់ពី2ឆ្នាំមុននៅក្នុងនិកាយ
hay hay tăng phẩm pel này hay tăng pel cái này hay đôi chia em tự nuôi tăng pel này con có miênสันดับทนอมเมียนเพียบระลุนขนมกาบังกาตำแหน่งตำน้องนึงบ้านประกาศลุนกดท่าเมียนจำแนกดังอย่างครั้งสบายนะพวกเขาเชื่อมนุษย์ประเภทโดยนี้ไอ้เนี่ยเป็นอะไรกันเนี่ยขณะเป็นฮันลีบางรถเคยเรื่องกำไพนี้ก้อนมันมีในท่ามีเจตนาเกราะจมพวกก้อนเต้ก้อนบานออกใบเตียงปริเตโดยสุดท่าออกกุญจานจมพวกชัดสบรอระบอนเนี่ยตัวจะยังนักจมไอสุดท่าตาซัชบองมีเรื่องบนต้นหนามวยสำหรับกามกตินี้คุยฮวนบางหายเหนือเพียบอามาบันเตยให้เตะเตอมวยเพลดมันต้องมอกกดบ้านหลังแอดขบาระบบกดให้ในใจท่าเวียมันไอในใจบ้านท่าจีเรื่องสำคัญหนูเต้จมกรอนแต่มกซ้ำจุ่มนวยปีไอซัชบองใส่ยนปนเนาะเยียนปนเนาะเยียนพองยนบ้างจมกรอนแต่มันนึกสมันท่าเนเมื่อท่าส่วนอ๋อเดี๋ยวจะเปลประมวยชนำหนึ่งจะเจงเปลี่ยนเปลี่ยนนี่บันเฟอร์ไอชมทัดนักน้องสถานเพียบลำบากมันเต้เนจังบ้านจำนวยหรือเต้ฮันเลี้ยงหมกบาลหายบางหายด้านในการสังสัยเวียมันมีอะไรจานเต้ประกอบหน้าสับโอนดังทาโดยซาแต่ยืงเจียซาในกายภายในขางคราวเมียนจำเนียงอ่อนเจียงยืงมันมีนดำไหลปิดแซ่หนูเต้เอาประกอบเวทมนต์หนึ่งทำกรมระบอบในกายนึ่งมันเละมาครั้งใดยืงเนี่ยเต้ทมอวิญญาณแต่ละโรคบานย่างลมบากน้องบุษน้ำใบน้ำคือเหมือนครบครันใบติ้งน้ำปีใบครบเนี่ยเต้ให้ซับโอนในกระแบนูหายจับยกเนื้อสันกำรอตัวมวยจำนวนแต่ลวเนื้อตีบซาสัตว์ฟ้าเตียงนูมันเม้นจิตสัตว์อาเรเต้ปันตารูเรียงดอกตัวดอกเวียรูเรียงกู้อ้อยสลังหนึ่งเพียบใบชลานโดยเจียมนุเพื่ออ้อยปวดเวียเมียนดำไหลพัวเจียมวยหนึ่งสักไตรในดิกายนี่นู้ให้เจียมวยละฮะดาวไอ้เซชบองหนึ่งชมต่อสู้ดำใบจับโยกปวดเวียจิตรันมันชูปันมันหนูเต้ยืงบ้านเราเคยในสัตว์สวาจำไรมวยแต่เมียนดานข้างวิญญาณชีในเลเวียฮะโดยเจียวิบานแปรคลายติเจียสัตว์ใบสายขณะเทียบนี่จะให้พอสำหรับเสกได้ริจรีโดยทั่วไม่เจียประสันบายเยืองอาจจับโยกเวียเตียงรัวเวียหนึ่งเมียนดำไหลทมอวิญญาณจรันเฉียงมวยร้อยได้เจียผลโบกกำร้อนหนึ่งเคยเจียอากาศอลปวดยังเป็นเจียหัวจัดเป๊กนองกาเกินดอลใบซ้ายกาเพียกล้วนแต่ตีเจ้าหนึ่งนองเวียลพวกหายนึ่งปีบ้ารกเคยบัตัวใบเจียยังบานไฟรกด้านเวียลพวกเพียจรันหายบ้านประเทศเคยมาดอมากาเวียหนึ่งอะในญาติไอยังโชดแต่เจนเวียมันอะในญาติไอยังโชดแต่เจนเวียนเต้เวกร้อนแต่รถโจลแต่กันแต่เจริญเฉียงนุแต่เตี้ยนเชื่อมวยนังกาเหลือกหลังนี่กุยฮวนบ้านบางฮันปีด้านในการสอบได้โอ้กินมาโรยจมด้วยทำไปแต่ช่วยจับสัตว์นั่นเดียวเนื้อเป็ดได้กดเคยท่าหันลีเปะเดาตึกมุ้งสองรถสองงานกดกับอะมวยสันตุม้วนหนึ่งบันต่อคล้อยมวยเชิงบันตุกมันอุปีใบเนะอ่อยเมลเวียมวยอะไรเยอะให้บ้านรถเคยท่าสันสวาวิญญาณจำไรนี้โจจัดซีเนื้อไอระบบปิดแซ่เจี๊ยปิดแซ่พลายเชิญนู่ดัลเมียนอายุเลือกปีดับซ้ำยืงกึศธาประสันใบยืงจังเตะเตียนสัตว์ได้แต่ชาหมวยนู่ยืงหนึ่งเท้ากาพลายเชิญดัลจัจังมุนตัวเตียนซัชบองซับโอนกัวแต่ดังท่าเอาสดโบราณนะดัลเมียนอายุรอบสับน้ำมันเมนเชียระบอดดัลติงบานโดยปลายทมอวิญญาณปีใบกรอบในเต้มาในท่าสัตว์นั่งวิจโจจัดซีอย่างเอาซอดได้เมียนอายุเจริญจังนะคณะเป้ได้ยังสันซ้ำบ้านติดด้วยจังบ้านประโมทดมปุเกรวมเคลียหมุนนี่ดำใบติงน้ำดำดอยังมันเมียนทมอวิญญาณเอาไว้แต่เนื้อแสสอเต้อ้อสังคมขมกรอนแต่ขึ้นอัมพีส่วนน้ำระบอซาบองใส่เยียนปนเนาะเวหะใบโดยเชียเมียนดำเชอมวยโนปีหรือใบแดลเนื้อน้องอายุมวยโนนู้ให้ชิมัวละฮะเด็กชมเต่าบ้านเกลมพึงท่านึ่งตัวตัวสตุ้งจมวยนึ่งซาชบองจุนนี่จุนนี่โอ้ชิมัวละครับเจ
ចិននេះប៉ុន្តែខ្ញុំមិនបានទៅសួរសក់តុងសិស្សច្បងនោះទេហើយសិស្សច្បងហានតាសិស្សប្អូនហានតែអ្នកគិតថាអ្នកឯងតុងដើមឈើហួងជិងឲ្យយើងប្រើបានទេអាដើមឈើនេះឈ្មោះហួងជិងនៅពេលដែលគុណហ៊ួនសួរសំណួររបស់គាត់សម្លេងរបស់គាត់កាន់តែស្រទន់ហើយគាត់ក៏ងឿងឆ្ងល់បន្តិចវាហាក់ដូចជាគាត់ក៏ដឹងថាសំណើរបស់គាត់គឺហួសហេតុពេកហួសប្រមាណបន្ទាប់ពីបាននិយាយរួចមុខរបស់ហាន់ឌីនៅតែមិនអាចយល់បានបន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះគាត់បាននិយាយថាខ្ញុំមាន2ដើមដែលមានអាយុកាលចាំង50ឆ្នាំដែលតាមលក្ខណៈជាក់លាក់របស់អ្នកខណៈពេលដែលវាឈរដោយហេតុផលថាចាប់តាំងពីនេះជាលើកដំបូងដែលសិស្សច្បងគួយបានមករកខ្ញុំមិនគួរបដិសេធជាមួយនឹងសិស្សច្បងនោះទេទោះជាយ៉ាងណាសិស្សច្បងត្រូវតែដឹងថាខ្ញុំមិនមានសិទ្ធិអំណាចដើម្បីផ្ដល់ឱសថវិញ្ញាណនៅក្នុងសួននេះទេប្រសិនបើវាខ្វះខាតអ្វីមួយឬប្រសិនបើវាបាត់ទៅខ្ញុំសូមនិយាយថានោះជាមូលហេតុដែលខ្ញុំមិនអាចជួយអ្នកបានពាក្យសម្ដីរបស់ហាន់ឌីមានភាពស្ងប់ស្ងាត់ប៉ុន្តែបរិបទពីអាវពណ៌លឿងមិនអាចជួយអ្វីបានក្រៅពីបង្ហាញនូវការខកចិត្តហើយសិស្សប្អូនសូមមេត្តាដល់ខ្ញុំផងចុះខ្ញុំគ្រាន់តែខ្ចីស្មៅវិញ្ញាណនេះច្រើនថ្ងៃប៉ុណ្ណោះលុះដល់ពេលកំណត់ខ្ញុំនឹងប្រកាសចិត្តថានឹងសងវាមកវិញយើងនឹងមានការប្រុងប្រយ័ត្នជាខ្លាំងក្នុងពេលដែលយើងយកស្មៅវិញ្ញាណនោះទៅជាមួយនឹងមិនអោយមានកំហុសឡើយប្រកាសណាសិស្សប្អូនយើងនឹងមិនបានខ្ចីស្មៅវិញ្ញាណនេះដោយឥតប្រយោជន៍នោះទេយើងនឹងមិនអោយវាខូចខាតឬខូចបង់ខាតបង់នោះទេឲ្យខ្ញុំសុំរឿងនេះផងចុះរឿងនេះសំខាន់ណាស់ខ្ញុំមិនអាចអនុញ្ញាតឲ្យអ្នកប្រើឱសថនេះបានទេប៉ុន្តែប្រសិនបើអ្នកខ្វះថ្មវិញ្ញាណខ្ញុំនឹងសន្សំបានខ្លះខ្ញុំអាចខ្ចីពី3ទៅឲ្យសិស្សច្បងដូច្នេះអ្នកអាចទិញឱសថជំនួសវិញបន្ទាប់ពីផ្ដល់ការបដិសេធយ៉ាងម៉ឺងម៉ាត់ហាន់ឌីនបានស្នើជំរឿមួយដោយញញឹមមានន័យថាហាន់លីអត់ឲ្យឆ្នាំនឹងទេប៉ុន្តែហាន់លីមានថ្មវិញ្ញាណតិចជួយអញ្ចឹងឲ្យថ្មវិញ្ញាណទៅឲ្យគេហើយគេយកទៅទិញឯណាផ្សេងទៅរកកន្លែងផ្សេងទៅអញ្ចឹងណាការបញ្ចេញមតិមិនសមរម្យរបស់បរិសស្លៀកពាក់អាវពណ៌លឿងបានភ្លឺឡើងភ្លាមថាសិស្សប្អូនធ្ងន់ធ្ងរពេកទេដឹងប្រសិនបើអ្នកអាចខ្ចីនៅថ្មវិញ្ញាណឲ្យថ្មវិញ្ញាណមកដល់យើងវាជារឿងធម្មតាដែលខ្ញុំមិនត្រូវការឱសថខាងវិញ្ញាណរបស់សួនក្នុងសួនរបស់អ្នកនោះទេទោះជាយ៉ាងណាក៏ដោយឱសថនៅសម័យនោះនឹងត្រូវចំណាយអស់យ៉ាងហោចណាស់30ថ្មវិញ្ញាណតើសិស្សប្អូនពិតជាមានច្រើនបែបនេះមែនឬទេទឹកមុខរីករាយរបស់គាត់មិនយូរប៉ុន្មានបានបង្ហាញពីដែននៃការសង្ស័យយ៉ាងណាមិញនេះមិនមែនជាចំនួនតិចតួចសម្រាប់អ្នកដាំដុះកម្រិតចម្រាញ់ឈីនោះទេហាន់លីបាននិយាយយឺតថាថ្មវិញ្ញាណទាំងនេះត្រូវបានរក្សាទុកមុនពេលដែលខ្ញុំចូលរួមជាមួយនឹងនិកាយហើយខ្ញុំមិនទាន់បានប្រើវានៅឡើយខ្ញុំនឹងឲ្យពួកវាទៅសិស្សច្បងខ្ចីឥឡូវនេះហេដូច្នេះវាប្រែថាសិស្សប្អូនហានគឺជាអ្នកជំនាញក្នុងការធ្វើអាជីវកម្មសូមគុំអារម្មណ៍អំពីវាអីសិស្សប្អូនជាមួយនឹងថ្នាយអសនហួងជិងនោះសត្វស្វានោះគឺជារបស់យើងគួយហ៊ួនមិនអាចជួយអ្វីបានក្នុងការញញឹមនៅពេលដែលបានរកឃើញហាន់ឌីនិយាយការពិតហាន់ឌីនិយមហើយចាប់យកនៅថងដៃរបស់គាត់បន្ទាប់មកគាត់បានប្រគល់ថ្មវិញ្ញាណចម្រុះពួរចំនួន30ទៅយុវជននោះដោយគ្មានការត្រៀមទុកគួយហ៊ួនបានយកទទួលថ្មវិញ្ញាណដោយក្តីរីករាយហើយបានសន្យាពួកគេនឹងទទួលបានជោគជ័យដោយគ្មានបញ្ហាដោយគ្រាន់តែការសន្ទនាបន្តិចក្រោយមកគាត់បានឈប់សម្រាកជាមួយនឹងគំនិតរបស់គាត់ដែលបានកាន់កាប់ពេលដែលហាន់ឌីក្រឡេកមើលបរិសវ័យក្មេងដែលចាក់ចែងស្នាមញញឹមរបស់គាត់បានរសាត់បាត់ហើយគាត់បានងក់ក្បាលតាមធម្មជាតិគាត់មិនបានសន្យាថានឹងយកថ្មវិញ្ញាណមកវិញដោយមិនគិតពីអ្វីទាំងអស់គាត់គ្រាន់តែមិនមានបំណងចង់ធ្វើឲ្យអ្នកណាម្នាក់អន់ចិត្តនោះទេបន្ទាប់ពីទើបតែមកដល់និកាយហើយពពងរសានហាន់លីបានមានកម្រងស្នាក់នៅនិកាយពពងរសាត់មួយរយៈ
ការស្គាល់បុគ្គលដែលមានទំនាក់ទំនងល្អដូចជាគួយហួនអាចបង្ហាញថាមានប្រយោជន៍ខ្លាំងណាស់ជាមួយនឹងកំណត់នោះហានលីបានធ្វើសកម្មភាពឡើងវិញនៅការបង្កើននៅក្នុងសួនរបស់គាត់ហើយត្រឡប់ទៅកាន់